ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបធ្វើតៅហ៊ូទ្រុងគ្រឿងចាគ្រឿងផ្សំមានដូចខាងលើជាដំបូងហ្នឹងគឺនាងខ្ញុំយកខ្ទឹមបារាំងហ្នឹងយកមកហាន់វាជាចំណិតតូចៗចាគឺយើងហាន់វាបែបហ្នឹងណាចាបន្តមកទៀតហ្នឹងគឺនាងខ្ញុំចាយកដើមខ្ទឹមធំនៃមួយដើមហ្នឹងជ្រាបវាជាពីររួចហាន់វាល្អិតៗដូចគ្នាផងដែរចាទៅនឹងខ្ទឹមបារាំងរបស់យើងចាបន្តមកទៀតហ្នឹងគឺម្ទេសក្រហមហ្នឹងយើងជ្រាបវាជាពីររួចហាន់វាល្អិតៗចាចាឃើញថាបន្លែយើងហ្នឹងបានរៀបចំរួចរាល់ហើយអញ្ចឹងមកមើលពីរបៀបលាយគ្រឿងជាមួយនឹងខ្ញុំទាំងអស់គ្នាចាជាដំបូងហ្នឹងគឺយើងយកកូនចានមួយមកហើយយើងចាក់បន្លែយើងទាំងអស់ចូលចាបន្តមកទៀតគឺនេះខ្ញុំប្រើទឹកស៊ីអ៊ីវចំនួន3ស្លាបព្រាទឹកត្រី1ស្លាបព្រាបាយកន្លះចាម្ទេសម៉ដ្ឋហ្នឹង2ស្លាបព្រាចាស្ករស1ស្លាបព្រាហើយនឹងខ្ទឹមចិញ្ច្រាំហ្នឹង1ស្លាបព្រាជាចុងក្រោយហ្នឹងគឺនាងខ្ញុំប្រើម្រេចបន្តិចបន្តួចចារួចនាងខ្ញុំដាក់ទឹកចំណង1ខប់ចាយើងដាក់ទឹកវាហ្នឹងលាយជាមួយនឹងគ្រឿងហ្នឹងឲ្យសព្វចាទុកវាមួយអន្លើរួចហើយយើងមកចាហាន់តៅហ៊ូយើងម្ដងចាដែលតៅហ៊ូហ្នឹងមានចំណុះ520ក្រាមចាយើងចាក់ទឹកចោលទៅយើងចិតវាជាចំណិតបែបហ្នឹងចាចាឃើញថារួចរាល់ហើយអញ្ចឹងចានេះខ្ញុំដាក់ដាំខ្ទះដាក់ប្រេងឆាឲ្យក្តៅរួចចាប់ដើមចៀនតៅហ៊ូរបស់យើងចាយើងប្រែវាទៅមកឲ្យវាក្រៀមទាំងសងខាងទៅចាំចាក់ចាទឹកសូសហ្នឹងដែលយើងបានលាយទុកហ្នឹងចាយើងរោយពីលើអញ្ចឹងមកចារួចយើងរំងាស់វាទាល់តែនៅសល់ទឹកបន្តិចបន្តួចចារំងាស់វាឲ្យវាគោកទឹកបន្តិចទៅចាគោកប៉ុណ្ណឹងគឺអាចបិទហ្គាសដួសដាក់ចានបានចាអញ្ចឹងឃើញថាម្ហូបរបស់យើងបានឆ្អិនរួចរាល់ហើយចាវិធីធ្វើហ្នឹងគឺងាយហើយលឿនមែនទែនចា